សួស្តីទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំធ្វើឡើងសម្រាប់បងអូនដែលស្រឡាញ់និងចូលចិត្តលេងបាល់ទះស្តង់ដាដែលគេហៅថាបាល់ទះប្រកួត6x6ពាក្យថាស្តង់ដាប្រហែលជាគ្នាយើងបានដឹងច្រើនមកហើយគឺការលេងឲ្យត្រូវក្រិតក្រមទៅតាមច្បាប់ rule នៃច្បាប់បាល់ទះពិភពលោកបើន័យថាវាមានមូលដ្ឋានរបស់វាគឺរបៀបនៃការបាញ់របៀបនៃការអីហ្នឹងគឺមិនឲ្យមានការលេងដូចចាប់បោះឬក៏លេងស្អិតទេគឺត្រូវធ្វើយ៉ាងណាឲ្យបាល់ហ្នឹងគឺបាញ់ឲ្យដាច់ដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងមានវីដេអូមកខាងដែលយើងតែងតែត្រឡប់លេងចាប់បោះពវលពីប៊ីជុំអញ្ចឹងទៅប៉ុន្តែនេះយើងអាចលេងបានតែតម្រង់នៅក្នុងការលេងបែកញើសឬក៏ហាត់ប្រាណសម្រាប់ចាស់ណាតែចំពោះបងប្អូនដែលក្មេងៗខ្ញុំលើកទឹកចិត្តឲ្យរៀនលេងឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាពួកយើងក្មេងយើងនៅមានឱកាសច្រើនទៀតអូខេអញ្ចឹងឥឡូវយើងជជែកពីរបៀបនៃការលេងនៅក្នុងទីលានវិញម្ដងជាធម្មតានៅក្នុងការលេងនៅក្នុងទីលានយើងតែងតែកំណត់រ៉ូលនៃកីឡាករនីមួយរ៉ូលកីឡាករនីមួយខ្ញុំសូមសរសេរបែបជាភាសាខ្មែរយើងប៉ុន្តែនៅក្នុងទូទៅភាគច្រើនគេប្រើជាភាសាអង់គ្លេសឬក៏គេប្រើពាក្យថា setter ឬក៏ outside hitter អីចឹងជាដើមទៅឬក៏ blocker អីចឹងជាដើមប៉ុន្តែឥឡូវខ្ញុំសូមដាក់បែបនេះទៅវាស្រួលយល់នៅក្នុងការលេងទីលានជាក់ស្ដែងយើងត្រូវមានកីឡាករ6យ៉ាងតិចប៉ុន្តែគ្រូបង្វឹកតែងតែត្រៀមរហូតដល់7នាក់នេះនិយាយក្នុងករណីតិចបំផុតណាអញ្ចឹងគាត់ទុកម្នាក់ទុកដោះដូរជាមួយនឹង libero ដែលគាត់ត្រូវដល់ role ដែលត្រូវដកចេញចំពោះ role លំអិតខ្ញុំមិនទាន់និយាយថាត្រូវលេងបែបណាទេប៉ុន្តែយើងសូមស្គាល់ពីទូទៅនៃបាល់ទះស្តង់ដាជាមុនសិនអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមជជែកបន្ទាប់ពីទីលាននៅក្នុងការលេងជាធម្មតាគឺចែកតារាងជា2បើន័យថា3ម៉ែត្រខាងមុខហើយនិង3ម៉ែត្រខាងក្រោយចំណែកឯកីឡាករក៏ត្រូវទៅចែកជា2ដូចនេះដែរបើន័យថាជា3ខាងមុខហើយនិង3ខាងក្រោយដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះដូច្នេះកីឡាករ3ខាងក្រោយមិនអាចវាយបាល់លោតរំលងឬក៏ជន់ខ្សែ3ម៉ែត្របានទេក្នុងករណីបើសិនជាគាត់ជន់បើន័យថាគាត់នឹងខុសលក្ខខណ្ឌនៃច្បាប់បាល់ទះយើងអាចមើលនៅក្នុងវីដេអូនឹងបានចំណែកឯអ្នកនៅ3ខាងមុខគាត់អាចមានសិទ្ធិវាយសេរីអាចវាយកន្លែងណាក៏បានដែរឲ្យតែថាអាចវាយបានគេបន្ទាប់យើងស្វែងយល់ពីតំបន់នៅក្នុងទីលានអ្នកដែលលេងបាល់ទះស្តង់ដាត្រូវតែយល់ពីតំបន់នៅក្នុងទីលានបើន័យថាវាមានគេចែកពីលេខ1ដល់លេខ6ដែលយើងត្រូវស្វែងយល់ទាំងអស់គ្នាមុននឹងយើងអាចដើររ៉ូលឲ្យបានត្រឹមត្រូវក្នុងន័យនេះកីឡាករទាំងអស់ត្រូវឈរទៅតាមលំដាប់លេខដែលបានបែងចែកបើន័យថាគាត់មិនអាចឈរជាន់គ្នាបានទេត្រូវតែឈរជាលំដាប់ដូចលេខដែលបានរៀបបង្ហាញនៅក្នុង slide បែបនេះខ្ញុំមាន3ចំណុចដែលត្រូវបង្ហាញថ្ងៃនេះសម្រាប់បងប្អូនដែលចាប់ផ្ដើមលេង role ថ្មីដើម្បីឲ្យយល់សម្រាប់អ្នកថ្មីអាចថាសំខាន់ប៉ុន្តែអ្នកដែលចាស់ហើយគាត់ស្ទាត់ច្បាស់ហើយអ្នកដែលស្ទាត់ច្បាស់ហើយគឺអត់មានបញ្ហាទេប៉ុន្តែឥឡូវយើងសូមលើកពីចំណុចងាយសាមញ្ញដែលចាប់ផ្ដើមដំបូងទី1តើកីឡាករគូឈរនៅកន្លែងណានៅក្នុងការចាប់ផ្ដើមលេងនៅក្នុងជុំដំបូងឬក៏ចាប់ផ្ដើមដំបូងនេះខ្ញុំនិយាយក្នុងលក្ខខណ្ឌចាប់ផ្ដើមដំបូងណានៅក្នុងច្បាប់បាល់ទះនៅក្នុងការចាប់ផ្ដើមដំបូងគឺมันបានចែងថាកីឡាករ setter គួរទៅនៅតំបន់ទី1ឬក៏គួរនៅតំបន់ទី2ទី3អីទេប៉ុន្តែវាជាក្បួនឬក៏ជារបៀបនៃការរៀបចំរបស់គ្រូបង្វឹកបើន័យថាសួរថាគាត់ឈរនៅខាងមុខឬក៏ឈរនៅខាងក្រោយគាត់ខុសច្បាប់ទេចម្លើយគឺអត់ខុសទេអាស្រ័យទៅលើការរៀបចំរបស់គ្រូបង្វឹកនៅក្នុងការចាប់ផ្ដើមដំបូងណាអានេះខ្ញុំនិយាយក្នុងលក្ខខណ្ឌចាប់ផ្ដើមដំបូងមិននិយាយទៅដល់លក្ខខណ្ឌនៃការវិលជុំបន្ទាប់ទេជាធម្មតានៅក្នុងការចាប់ផ្ដើមដំបូងនៅក្នុងការលេង role ឬក៏លេងផ្លូវការ6x6ហ្នឹងគឺ
ខាងអាញាកដាលក៏តែងតែសួរឬក៏ខាងខូចហ្នឹងក៏តែងតែប្រាប់ទៅអាញាកដាលថាតែងតែប្រាប់ថាក្រុមរបស់គាត់ហ្នឹងគឺចាប់ផ្ដើមពីកីឡាករលេខប្រមាណប៉ុន្តែជាទូទៅគេតែងតែសម្គាល់យកសិទ្ធិជាកីឡាករដែលត្រូវចាប់ផ្ដើមរ៉ូលដំបូងគេឬក៏រ៉ូលទី1ចុះសួរថាបើដាក់កីឡាករផ្សេងនៅក្នុងវាយសេវាលើកទី1មុនគេខុសច្បាប់ដែរអត់ចម្លើយគឺអត់ទេអាស្រ័យទៅលើការរៀបចំនៅក្នុងទីលានរបស់គ្រូបង្វឹកឬក៏របស់ក្រុមយើងរៀងខ្លួនទេប៉ុន្តែរឿងដែលត្រូវដាច់ខាតនោះគឺត្រូវតែមាន3មុខហើយនិង3ខាងក្រោយបើនេះថា3ម៉ែត្រខាងមុខហើយនិង3ម៉ែត្រខាងក្រោយត្រូវតែរៀបចំបែបហ្នឹងបន្ទាប់ពីសេវាលើកទី1វាយចេញហើយនោះរ៉ូលនឹងចាប់ផ្ដើមរាប់ហើយបើន័យថាកីឡាករត្រូវតែដើរឲ្យត្រូវទៅតាមលំដាប់រ៉ូលដែលខ្លួនបានដើរពីរ៉ូទី1មកបើន័យថាយើងលែងអាចឈរកន្លែងណាក៏បានទៀតហើយបើន័យថាត្រូវតែដើរឲ្យត្រូវទៅតាមតំបន់1តំបន់6តំបន់5តំបន់4តំបន់3អូខេឥឡូវយើងចូលទៅសំណួរទី2តើការវិលជុំចាប់ផ្ដើមឡើងដូចម្ដេចជាធម្មតាការវិលជុំនៅក្នុងបាល់ទះស្តង់ដាគឺត្រូវតែវិលជុំឲ្យស្របទៅនឹងទ្រនិចនាឡិកាបើយើងអត់ដឹងថាយ៉ាងម៉េចយើងអាចមើលនាឡិកាទៅតើវាវិលបែបណាចំណែកឯនៅក្នុងការវិលនោះគឺត្រូវវិលម្នាក់មួយកម្មបើន័យថាម្នាក់មួយតំបន់បើន័យថាតំបន់1ទៅតំបន់6អ្នកនៅតំបន់6ទៅតំបន់5អ្នកនៅតំបន់5គឺដូរទៅតំបន់4អ្នកនៅតំបន់4គឺទៅតំបន់3គេឥឡូវទៅសំណួរទី3គឺសួរថាតើយើងគួរសម្គាល់ដូចមិនដេចទើបដឹងថាយើងត្រូវដល់ពេលដែលត្រូវវិលជុំចម្លើយគឺងាយទេនៅពេលដែលក្រុមរបស់យើងទទួលបានពិន្ទុនៅក្នុងការលេងបាល់ទះស្តង់ដាបើន័យថាទោះបីខាងគូបដិបកយើងវាយសេវាមិនឆ្លងក៏យើងរកបានពិន្ទុដែរអញ្ចឹងរាល់ក្រុមយើងរកបានពិន្ទុគឺយើងត្រូវវិលមួយជុំបើន័យថាត្រូវវិលជុំរហូតនៅពេលដែលក្រុមរបស់យើងរកបានពិន្ទុពេលណាមួយអូខេបន្ទាប់ឥឡូវយើងជជែកពីរបៀបនៃការវិលជុំនៅពេលដែលចាប់ផ្ដើមលេងដំបូងអញ្ចឹងខ្ញុំសូមចែកជា2ក្នុងករណីសេវានៅខាងក្រុមខ្លួនយើងហើយមកខាងទៀតនៅក្នុងករណីដែលសេវានៅខាងក្រុមគូបដិបកក្រុមមកខាងទៀតដូច្នេះបានន័យថានៅពេលដែលយើងចាប់ផ្ដើមលេងដំបូងអាជ្ញាកណ្ដាលគាត់នឹងហៅយើងទៅចាប់កាក់ឬក៏យើងនិយាយស្រួលសាមញ្ញចាប់ឆ្នោតតើក្រុមខាងណាគួរនឹងទទួលបានវាយសេវាមុនគេអូខេអញ្ចឹងឥឡូវយើងមើលទៅក្នុង2តារាងនេះតារាងទី1នៅខាងឆ្វេងដៃនេះខាងឆ្វេងដៃនៅក្នុងករណីដែលសេវាចាប់ឆ្នោតទៅបាននៅក្រុមខ្លួនយើងចាប់ផ្ដើមវាយសេវាមុនអញ្ចឹងសេវាត្រូវផ្ដើមចេញពីអ្នកប៉ាសេគឺនៅក្នុងតំបន់1ចំណែកឯអ្នកនៅខាងមុខគឺគាត់មានតួនាទីបាំងដូចជាស្ដាំមួយរ៉ាពីតឬក៏ឆ្វេងជាដើមគាត់បាំង3ខាងមុខហើយនិង3ខាងក្រោយនេះមានម្នាក់វាយសេវាប៉ាសេហើយលីបេរ៉ូហើយនិងស្ដាំ2គាត់អាចមានតួនាទីជាអ្នកការពារឬក៏ក្នុងករណីដែលការពារបានគាត់អាចឡើងវាយផ្ដាច់បានប៉ុន្តែក្នុងករណីវាយផ្ដាច់3ម៉ែត្រតែប៉ុណ្ណោះទី2ក្នុងករណីដែលពេលដែលចាប់ឆ្នោតទៅក្រុមខាងយើងមិនទទួលបានវាយសេវាដំបូងទេវាយសវិសដំបូងទេដូច្នេះយើងត្រូវមានរបៀបមួយទៀតគឺកីឡាករទាំងអស់ត្រូវវិលបញ្ច្រាស់ទ្រនិចនាឡិកាមួយជុំដើម្បីបានអ្នកប៉ាសេទៅក្នុងតំបន់ទី2ហើយអាចនឹងចាប់ងាយស្រួលនៅក្នុងការឡើងវាយសេវាលើកទី1ផងដែរហើយជុំទី1គឺចាប់ផ្ដើមចេញពីពេលនេះឯងសូមមើលបន្ថែមទៅទៀតក្នុងករណីសេវានៅខាងក្រុមមកខាងទៀតនេះយើងអាចមើលទៅបើន័យថាប៉ះសិនបើក្នុងករណីនេះគឺយើងត្រូវវិលបញ្ច្រាស់នាឡិកាមួយជុំបើន័យថាប៉ាសេទៅតំបន់2អ្នកនៅតំបន់2ទៅតំបន់3អ្នកនៅតំបន់3មកតំបន់4អ្នកតំបន់4មកតំបន់5បើន័យថាបញ្ច្រាស់មួយជុំគឺយកជុំទី6មកធ្វើជុំទី1វិញវីដេអូថ្ងៃនេះខ្ញុំសូមនិយាយប៉ុណ្ណេះសិនសម្រាប់វីដេអូរ៉ូលលំអិតរ៉ូលេងទាំង6ខ្ញុំនឹងធ្វើជាវីដេអូទី2បន្ទាប់